ពីមុនមកយើងធ្លាប់តែព្យាយាមផ្សព្វផ្សាយប្រាប់ពិភពលោកថានៅក្នុងចំនួនរវាងកម្ពុជានិងថៃតើខាងណាជាអ្នកបាញ់មុនឬយើងខាតបង់អ្វីខ្លះមកដល់នៅពេលនេះខាងអន្តរជាតិគេក៏បានដឹងហើយថាថៃជាអ្នកផ្ដើមបាញ់មុនប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺហេតុផលដែលគេយល់ឃើញបែរជាខុសពីការពិតទាំងស្រុងទៅវិញឥឡូវនេះភាគីខាងថៃគេកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រថ្មីដើម្បីបំបាក់មុខកម្ពុជានៅលើឆាកអន្តរជាតិដោយគេព្យាយាមបង្កើតនូវរូបភាពថាការដែលគេបាញ់មកលើទឹកដីយើងឬជាការវាយកំទេចអគារកាស៊ីណូនៅតាមព្រំដែនគឺជាសកម្មភាពមនុស្សធម៌នៅក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មតាមអនឡាញឬក៏ពួក scammer ទៅវិញបងប្អូនប្រហែលជាអាចឃើញច្រើននៅតាមបណ្ដាញសង្គមជនជាតិថៃបានព្យាយាមចែកចាយរូបភាពបាញ់បោះទាំងនោះរួមជាមួយនឹងមតិយោបល់ដែលជន់ពន្លិចកម្ពុជាថាជាប្រទេសដែលសម្បូរនៅ scammer ដើម្បីទាញយកការគ្រប់គ្រងពីអន្តរជាតិនិងការធ្វើឲ្យទង្វើឈ្លានពានរបស់គេក្លាយទៅជារឿងត្រឹមត្រូវដូច្នេះសម្រាប់បងប្អូនទាំងអស់ដែលមានសមត្ថភាពអាចនិយាយឬសរសេរជាភាសាបរទេសបានសូមមេត្តាជួយបង្វែរការយកចិត្តទុកដាក់របស់អន្តរជាតិទៅកាន់មូលហេតុគោលពិតប្រាកដដែលថៃបានផ្ដើមសង្គ្រាមមកលើកម្ពុជាយើងត្រូវបន្តពន្យល់ពីការពិតដែលថាការឈ្លានពានរបស់ថៃនាពេលនេះអាចជាការប៉ុនប៉ងមួយដើម្បីបង្វែរការចាប់អារម្មណ៍របស់ប្រជាជនខ្លួនចេញពីបញ្ហាផ្ទៃក្នុងដ៏ធ្ងន់ធ្ងរនៃរដ្ឋាភិបាលថៃដែលកំពុងប្រឈមបញ្ហាធំបំផុតមួយដែលថៃកំពុងព្យាយាមបិទបាំងគឺជាភាពអាម៉ាស់នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33ដែលពោពេញទៅដោយភាពបរាជ័យកង្វះខាតថវិកានិងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាជនខ្លួនឯងនិងបណ្ដាប្រទេសនៅក្នុងតំបន់ការដែលគេព្យាយាមបង្ករឿងជាមួយនឹងកម្ពុជាគឺគ្រាន់តែជាល្បិចដុតកំហឹងអ្នកស្នេហាជាតិនៅក្នុងស្រុកឲ្យងាកមកផ្ដោតទៅលើចំនួនព្រំដែនវិញជាជាងការតាមដានសួរដេញដោលពីការបាត់បង់នៅថវិកាជាតិនិងភាពអន់ថយនៃការរៀបចំកីឡាដែលខុសគ្នាដាច់ស្រឡះពីការជោគជ័យនៃប្រទេសកម្ពុជាដែលធ្លាប់ធ្វើបានក្រៅពីបរាជ័យរឿងស៊ីហ្គេមថៃក៏កំពុងជាប់គាំងនៅក្នុងវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលគេគ្មានសមត្ថភាពដោះស្រាយជូនពលរដ្ឋរួមទាំងបញ្ហាបទល្មើសអនឡាញនិងអំពើពុករលួយនៅក្នុងជួរមន្ត្រីរបស់គេផ្ទាល់ផងដែរមួយវិញទៀតស្ថានភាពនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសខ្លាំងដែលជំរុញឲ្យអ្នកនយោបាយមួយចំនួនព្យាយាមងាកមកប្រើប្រាស់ប្រធានបទដ៏រសើបជាមួយនឹងប្រទេសជិតខាងជាពិសេសគឺប្រទេសកម្ពុជានេះតែម្ដងដើម្បីធ្វើជាឈ្នន់នៅក្នុងការទាញយកសម្លេងគាំទ្រនិងពង្រឹងប្រជាប្រិយភាពរបស់ខ្លួនសម្រាប់ការបោះឆ្នោតដែលខិតចូលមកដល់នៅពេលខាងមុខការលើកឡើងនៅបញ្ហាព្រំដែនបញ្ហាប្រាសាទឬការអះអាងពីកម្មសិទ្ធិវប្បធម៌ផ្សេងៗត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដដែលៗនៅក្នុងការដុតកម្ដៅស្មារតីជានិយមឲ្យពុះកញ្ជ្រោលឡើងដើម្បីបង្វែរអារម្មណ៍សាធារណជនពីបញ្ហាសេដ្ឋកិច្ចការបែកបាក់ផ្ទៃក្នុងនិងអស្ថិរភាពនយោបាយនៅក្នុងស្រុករបស់ពួកគេផ្ទាល់ដូច្នេះសម្រាប់បងប្អូនដែលអាចនិយាយភាសាបរទេសបានសូមជួយគ្នាដើម្បីបញ្ជាក់ប្រាប់ពិភពលោកផងថារូបភាពដែលថៃបង្ហាញថាគេកំពុងបង្ក្រាប scammer នៅកម្ពុជានោះវាមិនមែនជាការពិតនោះទេវាគ្រាន់តែជាឆាកល្ខោនដើម្បីបង្វែរដានពីភាពអសមត្ថភាពគ្រប់គ្រងផ្ទៃក្នុងនិងភាពបរាជ័យនៅលើឆាកអន្តរជាតិរបស់គេប៉ុណ្ណោះកម្ពុជាមិនមែនជាផ្ទាំងស៊ីបសម្រាប់ឲ្យគេយកមកបិទបាំងកំហុសខ្លួនឯងនោះឡើយចា៎អរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយជម្រាបលា